បាទជំរាបសួរបងប្អូនតទៅនេះខ្ញុំសូមជូននៅចម្រៀងមួយដ៏ពិសេសឈ្មោះបទសុភ័ណ្ឌយៈឡោមបទហ្នឹងមានលក្ខណៈពិសេសបាទបានដូច្នេះហើយបានជាខ្ញុំថតវីដេអូនេះដើម្បីណែនាំជូនបងប្អូនដើម្បីឲ្យស្គាល់សាវតាហើយនឹងរបៀបធ្វើនៃបទចម្រៀងហ្នឹងបាទបទហ្នឹងប្រហែលដែលយើងឃើញសរសេរដាក់ថាជាសំនៀងដើមរបស់លោកសុសម៉ាត់ហ្នឹងតាមខ្ញុំយល់ប្រហែលជាតាំងពីចំនួនទសវត្សរ៍60មកដែលគេធ្វើចម្រៀងហ្នឹងដែលដាក់ចំណងជើងថាសុភ័ណ្ឌយៈឡោមហ្នឹងបានន័យថាចំនួននោះប្រហែលជាគេធ្វើដើម្បីធ្វើចម្រៀងហ្នឹងដើម្បីជាការលើកស្ទួយនៅវិស័យទេសចរខ្មែរយើងនៅតំបន់យៈឡោមបាទខ្ញុំធ្លាប់ទៅដែរតំបន់បឹងយៈឡោមហ្នឹងប្រហែលជាឆ្នាំ2000តាមមើលយូរហើយបាទហើយមានទេសភាពស្អាតណាស់បាទហើយខ្ញុំខានទៅយូរហើយរហូតដល់ឥឡូវហ្នឹងបាទអត់ដែលទាន់បានទៅទៀតទេហើយប្រហែលជាប្រហែលសប្តាហ៍មុននេះឯងគឺលោកព្រឹទ្ធាចារ្យសោមរិទ្ធីហ្នឹងគាត់គឺជាតន្ត្រីករល្បីម្នាក់គួរសមដែរណាបាទគាត់ផ្ញើណោតភ្លេងហ្នឹងហើយនៅទំនុកច្រៀងហ្នឹងមកខ្ញុំតាមរយៈក្មួយម្នាក់ឈ្មោះក្មួយអឹងសីហាហើយដាក់ថាជាចង្វាក់វលច្រៀងដោយលោកសុសម៉ាត់ហ្នឹងឯងបាទនេះជាចង្វាក់វលនៅក្នុង PDF នេះឯងដាក់ថានារីយៈឡោមប៉ុន្តែគាត់ឲ្យដូរវិញដាក់ថាសោភ័ណ្ឌយៈឡោមវិញបាទហើយអញ្ចឹងទៅគឺបទហ្នឹងគឺជាសំនៀងដើមលោកសុសម៉ាត់មកហើយបទ3លើ4ហ្នឹងគឺវលហើយបទហ្នឹងគឺណោតអត់មាន flat sharp អីទេហើយចប់នៅណោតដូដូច្នេះបានន័យថាបទហ្នឹងជាបទដូ major ចាំមើលខ្ញុំចាក់ផ្នែកខ្លះនៃបទហ្នឹងជូនបងប្អូនស្ដាប់នៅខ្ញុំត្រូវយកសំឡេងរបស់គាត់មកហ្នឹងណោតរបស់គាត់មកហ្នឹងយកមកត្រូវសរសេរជាដែលទទួលបានហ្នឹងគឺខ្ញុំបានជា PDF ដូច្នេះខ្ញុំត្រូវចម្លងពី PDF ហ្នឹងឲ្យចូលនៅក្នុង final សិនបាទហើយបានខ្ញុំចាក់ស្ដាប់ final ហ្នឹងមកចាក់ស្ដាប់សំឡេងហ្នឹងខ្ញុំដាក់ជាសំឡេង piano ហើយអញ្ចឹងខ្ញុំ save វា export final ហ្នឹងឲ្យទៅជា MP3 មួយទៅដាក់នៅក្នុង track មួយនៅក្នុងគេហៅថា digital audio workstation ហ្នឹងណាខ្ញុំដាក់ track មួយទៅដាក់ជាសំឡេង piano ហ្នឹងហើយខ្ញុំថតបញ្ចូល track មួយទៀតអត់ឲ្យលាយឡំគ្នាទេថតសំឡេងខ្ញុំច្រៀងទៅតាមកន្លែង piano ហ្នឹងតែម្ដងហើយខ្ញុំ export ទៅខ្ញុំយកតែសំឡេងខ្ញុំច្រៀងគូកហ្នឹងបាទអត់ឲ្យឮសូរសំឡេងកង្ហាសំឡេងក្ដួងក្ដាំងអីទេសំឡេងទាំងអស់ហ្នឹងខ្ញុំត្រូវកាត់ចោលបាទប្រើបច្ចេកទេសដើម្បីកាត់កុំឲ្យឮសូរសំឡេងដូចខ្ញុំថតនេះអត់មានបានកាត់សំឡេងដង្ហាលហ្នឹងទេឬសូរថ្លង់បាទដូច្នេះខ្ញុំព្យាយាមថតជូនបងប្អូនដើម្បីពន្យល់ហើយខ្ញុំនឹងចាក់ជូនបងប្អូននៅណោតនេះណោតនៅលឺសូរដូចបណ្ឌិតណោត piano ហ្នឹងណាប៉ុន្តែមុននឹងចាក់ខ្ញុំបិទសំឡេងមីក្រូហ្វូនខ្ញុំសិនបាទបាទបងប្អូនបានស្ដាប់ហើយផ្នែកខ្លះគឺខ្ញុំគ្រាន់តែចាក់នៅក្នុងរបាសទី1របាសទី2ហើយចាប់ផ្ដើមចូល
refrain បន្តិចបាទគឺជាសំឡេង piano ខ្ញុំត្រូវច្រៀងតាមសំឡេង piano ដូចខ្ញុំបានជម្រាបមិញគឺខ្ញុំដាក់នៅក្នុង track មួយហើយខ្ញុំច្រៀងតាមវាតែម្ដងខ្ញុំត្រូវចេះច្រៀងតាមវាហើយ export ទៅឲ្យ Suno វាបង្កើតសំឡេងសំយោគមួយរបស់ខ្ញុំសំឡេងតំណាងខ្ញុំមួយសំយោគហ្នឹងគឺបានន័យថាមិនដូច 100% ទេមិនដូចសំឡេងខ្ញុំ 100% ទេគឺជាសំឡេងសំយោគរបស់ខ្ញុំហើយវាក៏បង្កើតជាសំឡេងឧបករណ៍ភ្លេងដែលខ្ញុំចង់បានខ្ញុំត្រូវសរសេរព្រមបញ្ចូលទៅឧបមាថាខ្ញុំសរសេរទៅដើម្បីឲ្យអាំងត្រូវាជាស្អីគេជា violon បាទហើយដាក់ solo ក៏ violon ដែរហើយដល់ពេលបញ្ចប់ទៅ outro វាក៏ជា violon អញ្ចឹងទៅបាទពេលនោះក៏វាលេងទៅលេង violon ហ្នឹងហើយមាន score មាន accord មានអីទាំងអស់ហ្នឹងណាទៅជាវង់ភ្លេងទាំងមូលតែម្ដងបាទ Suno ហ្នឹងគឺវាបកកែនៅត្រង់ហ្នឹងប៉ុន្តែសំខាន់គឺយើងមិនត្រូវប្រើ AI ហ្នឹងគឺជាឈើច្រត់ណាភាសាអង់គ្លេសថា the crutch rely on the crutch គេថាពឹងផ្អែកតែហ្មងអាហ្នឹងអត់បានទេបើធ្វើរបៀបហ្នឹង Suno វាពិតជាបង្កើតបានចម្រៀងហើយក៏ប៉ុន្តែគ្រាន់តែចម្រៀងហ្នឹងវាអត់មានអត្ថន័យត្រឹមត្រូវបាទគឺយើងមិនដោយឲ្យវាបង្កើតតាមស្រេចតែចិត្តវាទៅពីព្រោះ AI គឺមានន័យថា random មានភាពស្រេចនឹងចិត្តណាប៉ុន្តែបើយើងចេះទ្រឹស្ដីភ្លេងចេះបង្កើត note ភ្លេងចេះច្រៀងដាក់ឲ្យវាទៅអាហ្នឹងវាធ្វើចម្រៀងទៅតាមលំនាំរបស់យើងអនុលោមទៅតាមក្បួនច្បាប់របស់យើងដាក់ឲ្យវាហើយនឹងព្រមដែលយើងដាក់ឲ្យវាហ្នឹងបាទហើយមានលក្ខណៈ original ទៀតបាទលក្ខណៈថ្មីលក្ខណៈពិសេសដូច្នេះSuno ហ្នឹងល្អត្រង់ហ្នឹងគឺយើងធ្វើចម្រៀង MP3 ហ្នឹងច្រៀងគោកទេអញ្ចឹងក៏វានឹងបង្កើតឲ្យយើងនៅបាទសំឡេងនេះហ្នឹងឯងសំឡេងឧបករណ៍ភ្លេងទាំងអស់ហ្នឹងដូច្នេះនឹងហើយជាលក្ខណៈពិសេសរបស់ AI ប៉ុន្តែបើសិនជាយើងសរសេរតែទំនុកច្រៀងឲ្យវាហើយសរសេរព្រមឲ្យវាក៏បានដែរបាទនេះគឺជាគំនិតល្អមួយទៀតណាភាពពូកែមួយទៀតរបស់ Suno ហ្នឹងគឺបានន័យថាវាបង្កើតទៅជាភាសាអង់គ្លេសហៅថា musical idea គំនិតដែលបង្កើតជា melody ថ្មីណាបាទឧបមាថាឥឡូវយើងសរសេរជាទំនុកច្រៀងមួយទៅហើយយើងសរសេរព្រមដាក់ឲ្យវាទៅពេលហ្នឹងព្រមហ្នឹងជា style ចង្វាក់ដូចថាចម្រៀងខ្មែរយើងចំនួនទសវត្សរ៍60អញ្ចឹងណាបាទវាចេញមកអញ្ចឹងហ្មងជាចម្រៀងទសវត្សរ៍60ហើយភ្លេងមកប៉ុន្តែទាស់ត្រង់នេះបាទយើងត្រូវដឹងពីចំណុចខ្សោយរបស់វារបស់ Suno ហ្នឹងចម្រៀងដែលចេញមកហ្នឹងភាគច្រើនយើងច្រៀងតាមអត់បានទេបាទភាគច្រើនយើងស្ដាប់ទៅព្រោះមែនក៏ប៉ុន្តែយើងច្រៀងតាមអត់បានទេពីព្រោះវាសំឡេងខ្ពស់ពេកបាទសំឡេងចម្រៀងផុបភាគច្រើនគឺជាសំឡេងbaritone ឬមួយសំឡេង bass បាទហើយដល់ពេលយើងទៅសេទំនុកច្រៀងឲ្យវាដាក់ style យ៉ាងម៉េចក៏ចេញមកភាគច្រើនគឺtenor សំឡេងខ្ពស់ជាងការពីទាបសម្រាប់លោតទៅខ្ពស់វឹបភ្លាមតែម្ដងបាទស្ដាប់ទៅវាសំខាន់គឺវាយក Suno នឹងវាសំខាន់វាផ្ដោតទៅលើភាពពិរោះនៃចម្រៀងវាអត់សូវផ្ដោតទៅលើថាចម្រៀងហ្នឹងមនុស្សច្រៀងតាមបានអត់ទេណាវាអត់សូវខ្មល់ទេធ្វើម៉េចឲ្យទៅព្រោះមកដូច្នេះវាមានលក្ខណៈចម្រៀងពេញលេញមែនវាត្រូវទៅតាម time signature key signature អីចឹងទៅបាទក៏ប៉ុន្តែចម្រៀងហ្នឹងមនុស្សភាគច្រើនគឺមនុស្សច្រៀងតាមអត់បានទេដូច្នេះចម្រៀងហ្នឹងមិនពេញលក្ខណៈជាចម្រៀងទេបើតាមខ្ញុំយល់និយមន័យថ្មីនៃចម្រៀងគឺមិនមែនគ្រាន់តែស្ដាប់ទេណាស្ដាប់ទៅព្រោះទៅអត់គ្រប់គ្រាន់ទេយើងស្ដាប់ព្រោះហើយយើងអាចច្រៀងតាមយើងអាចលេងភ្លេងតាមអញ្ចឹងទៅបាទខ្ញុំមិនមែនជាអ្នកលេងភ្លេងដូច្នេះខ្ញុំមិនសូវដឹងដែរមិនដឹងថាតើភ្លេងរបស់វាហ្នឹងគឺអាចលេងតាមងាយដល់អត់ទេបាទប៉ុន្តែបើនិយាយពីច្រៀងវិញគឺអត់ត្រូវទេគឺសំឡេងហ្នឹងលូតហ្មងលូតទៅយទេណខ្ពស់ពេកពីទាបទៅខ្ពស់ពីខ្ពស់ទៅទាបចឹងបាទស្រេចនឹងចិត្តវានៅឃើញក៏ប៉ុន្តែស្ដាប់ទៅព្រោះដែរបាទស្ដាប់ទៅព្រោះដែរដូច្នេះយល់ល្អយើងស្ដាប់គ្រាន់តែជា musical idea បានហើយ
còn là chỉ cầm nứtในđồ đần tấy nè sẽ đạp hơi dương ta xây trên nào playing chẳng lang vinh mà hơi riêng mà xa tiệt riêng ta tam nào năng ta mà đòn hơi import và cho là viên mà xa tiết đầm bấy ói cao từ chi chùm riêng xa vậy thay rừng mũi cái dương mình import có ba đây dương cái hao tha riêng riêng nó riêng lang vinh nè bà liền lang vinh đó liền opco liền lang vinh đó liền là lấy cái dương ai liền digital liền ai giống nè liền digital mua có liền electronic vậy chẳng nè bà ha lấy miền opco liền AI time tiết can là tầm nửa mà nè mà chẳng tới dương ai phơi ban dương ai phơi ban ở đây khánh cái dương thời trẻ mà dương mình ai do suno nó phải từ lưu viên mà rồi dương là xây tại tầm nục riêng châu tới viên bằng cao ban chầm riêng mà dương sẽ đạp ban đôi nó không YouTube bọc nhóm nó nhóm đã chầm riêng cho đây sau đây chầm riêng AI á đây nhóm bằng cao suno nó bằng hơi đôi nhóm chầm riêng những chầm riêng chẳng cứ nhóm tua score tha chầm riêng tầng on nó cứ để nhóm bằng cao AI nó dương mình sót tại chuyên tam ban tầng on thì lược lênจากខ្ញុំច្រៀងខ្លួនឯងផ្ទាល់តែម្ដងប៉ុន្តែក្នុងនេះខ្ញុំច្រៀងខ្លួនឯងឲ្យហើយជាសំឡេងគូកហើយឲ្យវាបង្កើតសំឡេងមកវិញជាសំឡេង synthesis សំឡេងសំយោគពីរបស់ខ្ញុំវាអត់ដូចសំឡេងខ្ញុំផ្ទាល់ទេណាវាសំឡេងសំយោគក៏ប៉ុន្តែសំយោគក៏ដោយក៏យើងអាចច្រៀងតាមខ្ញុំយល់ថាអាចច្រៀងបានតាមវាមិនលូតទៅយើងម្ដងទេនាំម្ដងពុះម្ដងទៀតស្រេចតែចិត្តវាទេបាទពីព្រោះយើងបានឲ្យវា cover ណា cover ទៅតាមសំឡេងយើងសុតសាតសំឡេងដើមយើងសុតសាតមិនមែនយើងគ្រាន់តែសរសេរទំនុកច្រៀងឲ្យវាហើយសរសេរប្រមឲ្យវាទៅជាចង្វាក់ស្អីអញ្ចឹងណាបាទមិនមែនគ្រាន់តែប៉ុណ្្នឹងទេយើងក្នុងនេះយើង import សំឡេងមកយើងច្រៀងដាក់ចូលឲ្យវាអាហ្នឹងសំឡេងចេញមកយើងអាចច្រៀងតាមបានបាទវាមិនកែច្រើនពេកទេហើយមានភ្លេងមានអីអមបានល្អតែម្ដងប៉ុន្តែបើសិនជាយើងទៅសេតែទំនុកច្រៀងឲ្យវាហើយទៅសេលពុតតែប្រមដាក់ឲ្យវាថាអូដាក់ទំនុកច្រៀងអីរបៀបម៉េចវាធ្វើតាមបានក៏ប៉ុន្តែទីបំផុតវាយើងច្រៀងតាមអត់បានទេសូម្បីតែយើងទៅសេដាក់ថាអូណែឯងត្រូវសរសេរត្រូវធ្វើចម្រៀងមកជាវលមកចង្វាក់វលអញ្ចឹងណា3លើ4អត់ទេភាគច្រើនវាចេញមក4លើ4ហ្មងបាទជាទូទៅហ្មងលើកលែងតែយើងទៅសេឲ្យវាជា note ភ្លេងជា wall ទាំងតែម្ដង3លើ4ចេញមកគឺ3លើ4របស់យើងពិតមែនទៅសេជា note ភ្លេងមិនមែនទៅសេឲ្យវាជា note ភ្លេងណាទៅសេជា note ភ្លេងហើយយើងច្រៀងតាមបាទច្រៀងតាម note ហ្នឹងច្រៀងទំនុកច្រៀងរបស់យើងហ្នឹងទៅតាម note ភ្លេងនៃ wall ហ្នឹងបាទហើយយើងយកចម្រៀង wall របស់យើងហ្នឹងសំឡេងច្រៀង wall របស់យើងដាក់ឲ្យវាចេញមកជា wall ហើយខ្ញុំចម្រៀងផងដែរគឺខ្ញុំដូចខ្ញុំចម្រៀងហ្នឹងខ្ញុំអត់បានទៅថតយកវីដេអូ footage យកវីដេអូ clip មកពីបឹងយ៉ាក់ឡោមហ្នឹងផ្ទាល់ទេបាទដោយសារខ្ញុំគ្មានមធ្យោបាយហើយគ្មានពេលទៅធ្វើដំណើរទៅដល់ហ្នឹងផងបាទអញ្ចឹងខ្ញុំយកជារូបភាពនឹងអញ្ចឹងទៅដាក់ចូលទៅហើយយក MP3 ដាក់ផ្ទាប់ជាមួយទៅរូបភាពហ្នឹងឃើញតាចាស់ម្នាក់ច្រៀងនៅក្នុងវង់ភ្លេងរបស់គាត់អញ្ចឹងទៅបាទអាហ្នឹងខ្ញុំសូមជម្រាបជាមុនអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងភ្ជាប់បទសុភ័ណ្ឌយៈឡោមជូនបងប្អូនជាសម្ដាប់បាទអរគុណរក្សាដោះជុំប្រកព្រំគង្គាថ្លាឆ្លោះឃើញដីមច្ឆាហែបហែលក្រវែលចំណៃឥតបីព្រួយអោបឹងយ៉ាក់ឡោមឆៅមូលអផ្លែកមេឈើលាស់ស្រួយឈើត្រជាំងយល់ភាំងអស់ព្រួយមួយជីវិត
វារីយៈឡោមឆោមដូចក្រមុំព្រៃភ្នំល្អពិតក្រងមកុដកាក្រងគួចង់ណែបណិតឥតចិនណាយវារីយៈឡោមក្រោមថ្ងៃរៀបលិចដោយពេជ្រពុនរាយខ្យល់ផាត់វារីផ្កាភ្ញីរយរាយភាយគុណពីដោវារីយៈឡោមឆោមដូចក្រមុំព្រៃភ្នំល្អពិតក្រមគុតកាក្រងគួចង់ណែបណិតឥតចិនណាយវារីយៈឡោមក្រោមថ្ងៃរៀបលិចដូចពេជ្រពុនរាយខ្យល់ផាត់វារីផ្កាភ្ញី